ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពីការធ្វើបូឡាញ៉េសរបស់ខ្ញុំចានេះគឺជាទឹកពេញប៉ោះដែលខ្ញុំបានធ្វើខ្លួនឯងខ្ញុំកខ្ញុំកិនហើយលាយគ្រឿងរួចស្រេចហើយចាបើសិនជាបងប្អូនអត់ចង់ធ្វើខ្លួនឯងយើងអាចទិញទឹកពេញប៉ោះដែលគេលាយឲ្យស្រេចក៏បានដែរចាគេមានដាក់គ្រឿងឲ្យមកកំ pl ចាតែនេះខ្ញុំធ្វើខ្លួនឯងចាដោយសារខ្ញុំចូលចិត្តការធ្វើខ្លួនឯងនឹងវាឆ្ងាញ់រសជាតិវាខុសពីយើងទិញស្រាប់ចាអញ្ចឹងបានជាខ្ញុំចូលចិត្តធ្វើខ្លួនឯងចាហើយគ្រឿងដែលខ្ញុំត្រូវធ្វើបូឡាញ៉េសហ្នឹងមានដូចជាខ្ញុំធ្វើពីសាច់មាន់បងប្អូនសាច់មាន់ហ្នឹងខ្ញុំដាក់តិចទេតែជា3ខាំអីទេចាខ្ញុំច្រាំឲ្យម៉ត់ហើយនឹងមានដូចជាខ្ទឹមបារាំងចាទី1គឺយើងត្រូវឆាខ្ទឹមបារាំងសិនណាចាឆាខ្ទឹមបារាំងឈ្ងុយសិនទៅចាំចាក់សាច់មាន់ចូលចាបើសិនជាបងប្អូននេះអត់ចង់ដាក់សាច់មាន់ដាក់សាច់គោឬសាច់ជ្រូកក៏បានដែរអត់អីទេអត់ជាបញ្ហាទេតាមចំណូលចិត្តទេចាហើយខ្ញុំឆាខ្ទឹមបារាំងឈ្ងុយដាក់សាច់មាន់ចូលចាយើងញីវាឲ្យបែកដើម្បីកុំឲ្យវាស្អិតណាចាហើយគ្រឿងដែលត្រូវដាក់មានតែអំបិលម្រេចហើយនឹងជីអូរីកាណូទេចានិយាយទៅម្ហូបគេហ្នឹងគឺដាក់តែប៉ុណ្្នឹងតែបងប្អូនចាគ្រឿងដែលត្រូវថែមហ្នឹងចាដោយសារយើងដាក់គ្រឿងមានរសជាតិអំបិលម្រេចអូរីកាណូជាមួយទឹកពេញប៉ោះហើយចាហើយចំពោះផ្នែកបន្លែវិញខ្ញុំមានដូចជាការ៉ុតហើយនឹងស៊ូឈីនីចាខ្ញុំមានសេឡារីមួយមុខទៀតប៉ុន្តែខ្ញុំភ្លេចថតបងប្អូនគឺដាច់ខាតត្រូវតែមានសេឡារីការ៉ុតហ្នឹងគឺសំខាន់ជាងគេហើយចាប៉ុន្តែអានេះខ្ញុំដាក់លាយស៊ូឈីនីដើម្បីឲ្យមានបន្លែខ្លះឲ្យកូនញ៉ាំមានជាតិបន្លែចាអញ្ចឹងខ្ញុំដាក់បើសិនជាបងប្អូនអត់ចូលចិត្តក៏មិនបាច់ដាក់ទេចានេះទៅតាមចំណូលចិត្តទេបើសិនជាយើងញ៉ាំនៅហាងគឺគេអត់ដាក់ទេស៊ូឈីនីគេដាក់តែការ៉ុតហើយនឹងសេឡារីចាហើយពេលឆាឆ្អិនអញ្ចឹងហើយទៅយើងអាចចាក់ចូលទឹកពេញប៉ោះចាដោយសារផ្ទះខ្ញុំវាតូចចាអញ្ចឹងទៅខ្ញុំយកមកចាក់នៅក្នុងផ្ទះទឹកពេញប៉ោះអញ្ចឹងណាចាហើយទឹកពេញប៉ោះខ្ញុំធ្វើរៀងច្រើនចាបងប្អូនបើសិនជាបងប្អូនធ្វើតិចយើងលៃតាមនឹងទៅហើយអាចដាក់ស្រាក្រហមបន្តិចដែរនៅពេលដែលយើងឆាបងប្អូនចាហើយបន្ទាប់មកខ្ញុំចាក់ប្រហិតចូលប្រហិតខ្ញុំទិញស្រាប់ទេបងប្អូនប្រហិតសាច់គោបែបស្ទាយរបស់អ៊ីតាលីចាហ្នឹងខ្ញុំទិញមកពីខាងផ្សារ Costco ចាប្រហិតហ្នឹងឆ្ងាញ់បងប្អូនយើងមកធ្វើ spaghetti អញ្ចឹងគឺត្រូវគ្នាចាហើយទៅយើងបិទភ្លើងរម្ងាស់ប្រហែលជាជិត1ម៉ោងអីចឹងទៅបងប្អូនបើកភ្លើងរឹមអាសាគោចាហើយនេះនឹងបូឡាញ៉េហ្នឹងបើសិនជាបងប្អូនដាក់សាច់គោឬក៏សាច់ចៀមក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូននិយាយទៅតាមចំណូលចិត្តទេចានិយាយទៅឥឡូវរួចរាល់ហើយបងប្អូននេះចាតំណងគឺប៉ុណ្ណឹងរួចរាល់ហើយបងប្អូនហើយយើងស្រោស្ប៉េកាទីហើយយើងដាក់ស្រូបពីលើទៅជាការស្រេចចាគឺងាយចាហើយបើសិនជាយើងញ៉ាំអត់អស់ហើយយើងអាចទុកទូកកក៏បានដែរពេលណាយើងចង់ញ៉ាំយើងអាចយកមកម្លាយយើងគ្រាន់តែស្រោស្ប៉េកាទីទៅគឺបានហើយបងប្អូនចាហើយថ្ងៃនឹងមានតែប៉ុណ្្នឹងបងប្អូនចាអរគុណរាល់ការតាមដានចាជម្រាបលា